សំទិញរូបមន្តទឹកប្រហុករបស់ម៉ែកុនបឺតសម្រាប់ទឹកប្រហុករបស់ម៉ែកុនបឺតអត់មានរូបមន្តអីសម្រាប់លក់ជូនបងទេបើសិនជាបងចង់រៀនធ្វើតាមរូបមន្តរបស់ម៉ែកុនបឺតអាចមើលនៅក្នុងវីដេអូនេះបានឬក៏ថាបងមិនមានពេលមើលទេ share វីដេអូទុកមើលដល់ម្នាក់មួយនៅថ្ងៃក្រោយក៏បានដែរមានមកកាត់ឆាតមកសុំទិញរូបមន្តរបស់ម៉ែកុនបឺតឲ្យម៉ែកុនបឺតនឹងបង្រៀនគាត់ផងតម្លៃប្រហែលក៏គាត់ទិញដែរសម្រាប់រូបមន្តទឹកប្រហុករបស់ម៉ែកុនបឺតគឺអត់មានលក់ទេពុកម៉ែមកគ្នាបើសិនជាបងចង់រៀនធ្វើតាមរូបមន្តរបស់ម៉ែកុនបឺតបងទាំងអស់គ្នាមករៀនធ្វើជាមួយនឹងម៉ែកុនបឺតទាំងអស់គ្នាមើលតែត្រួសនៅក្នុងវីដេអូហ្នឹងក៏បងអាចធ្វើទឹកប្រហុកសម្រាប់បុកល្ហុងលក់បានដែរសម្រាប់ម្នាស់ដែលយើងយកមកស្ងោរជាមួយនឹងទឹកប្រហុកហ្នឹងគឺយើងហាន់វាជាចំណិតស្ដើងអញ្ចឹងហើយគឺយើងយកវាទៅក្លុកជាមួយនឹងទឹកជារបស់យើងបើសិនជាបងអត់មានម៉ាស៊ីនក្លុកទេមិនចាំបាច់ក្លុកក៏បានដែរបងទាំងគ្នាចិត្តម្នាស់ហ្នឹងជាចំណិតស្ដើងអញ្ចឹងហើយយកវាមកដាក់ស្ងោរជាមួយនឹងទឹកប្រហុកតែម្ដងទៅសម្រាប់ស្ករក្រហមគឺយើងប្រើចំនួន10គីឡូអានេះយើងធ្វើបែបលក្ខណៈឆ្នាំងធំបងរៀនធ្វើតាមបានយើងរំលីងស្ករក្រហមហ្នឹងឲ្យវាឡើងឈ្ងុយឡើងជើងក្រងដោយក្នុងវីដេអូហ្នឹងបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងក្រោយពីយើងរំលីងស្ករហ្នឹងបានឡើងឈ្ងុយហើយយើងដាក់ជាមួយនឹងប្រហុកសាច់ចូលនេះប្រហុកត្រីកាភ្លាញគឺយើងយកកាច្រាមឲ្យម៉ត់អញ្ចឹងមករួចហើយយើងដាក់ជាមួយនឹងកាពិចូលប្រហុកយើងប្រើចំនួន7គីឡូកាពិយើងប្រើចំនួន6គីឡូក្រោយពីយើងដាក់ប្រហុករួមជាមួយនឹងកាពិចូលហើយគឺយើងប្រញាប់កូរអាពីរមុខហ្នឹងឲ្យវារលាយសិនណាបើយើងទុកអាពីរមុខហ្នឹងឲ្យកកនៅហ្នឹងប្រយ័ត្នខ្លោចបាតឆ្នាំងពុកម៉ែមុតគ្នាអញ្ចឹងយើងប្រញាប់កូរប្រហុកនិងកាពិហ្នឹងឲ្យវារលាយជាមួយនឹងទឹកសិនក្រោយពីយើងកូរប្រហុកនិងកាពិបានរលាយហើយគឺយើងដាក់ជាមួយនឹងទឹកម្នាស់ចូលហើយនេះគឺអូវ៉ាន់ទីននេះយើងប្រើចំនួន500ក្រាមគឺកន្លះគីឡូអូវ៉ាន់ទីនយើងចាក់ចូលមកហើយយើងចាប់ផ្ដើមកូរវាឲ្យរលាយគ្នាជាមួយនឹងទឹកមកពុកម៉ែមុតគ្នាសម្រាប់អូវ៉ាន់ទីននៅពេលដែលយើងដាក់ចូលអញ្ចឹងរៀងកកដុំហើយតែមិនអីទេឲ្យទឹកពុះគឺវារលាយអស់ហើយសម្រាប់ទឹកជាទឹកធម្មតាយើងដាក់ចំនួន3លីត្រខ្ញុំភ្លេចថតមិញពុកម៉ែមុតគ្នាយើងដាក់ទឹកជានឹងចំនួន3លីត្រប៊ីចេងយើងប្រើចំនួន1គីឡូឬក៏1គីឡូកន្លះក៏បានដែរបើរៀងប្រៃខ្លាំងយើងដាក់1គីឡូកន្លះទៅរួចហើយយើងចាប់ដើមរងាស់វាទៅឬរហូតដល់វាដាច់ទឹកប្រើពេលរយៈពេល2ម៉ោងទៅ2ម៉ោងកន្លះក្នុងមួយឆ្នាំងយើងរងាស់ប្រហែលជា2ម៉ោងកន្លះបងចេះលេខលោកមើលភ្លើងថែភ្លើងមិនអីល្អអាហ្នឹងខ្លោចលឿនណាយើងរងាស់វាបាន2ម៉ោងកន្លះហើយយើងទុកត្រជាក់ទៅគឺវាខាប់បែបហ្នឹងហើយពុកម៉ែមុតគ្នាយើងត្រង់វាឲ្យស្អាតទៅចាំយើងយកមកសក់ចូលដបអានេះក្រោយពីយើងត្រង់វាបានរួចរាល់ហើយយើងទុកទឹកប្រហុកនឹងបានឡើងត្រជាក់ហើយយើងដួសសក់ចូលដបអញ្ចឹងតែម្ដងយើងអាចចេញលក់បានហើយតែម្ដងទៅយើងអាចយកទៅបុកល្ហុងលក់បានហើយសម្រាប់បងគាត់ឲ្យមានដើមទុនតិចចង់រកស៊ីលក់បុកល្ហុងហើយបងចង់រៀនធ្វើទឹកប្រហុកទឹកខ្លួនឯងអត់ចង់ចំណាយដើមទុនច្រើនយើងទៅលក់ដបងអញ្ចឹងអត់ចង់ចំណាយដើមទុនច្រើនបងរៀនធ្វើតាមវិធីរបស់ម៉ែកុនបឺតនឹងបាន1គីឡូ2គីឡូរៀនធ្វើ1គីឡូ2គីឡូសិនទៅមើលតែរសជាតិឆ្ងាញ់ចាំយើងធ្វើលក់ច្រើនតែម្ដងឬក៏ថាបងមិនមានពេលធ្វើទេកន្លែងបងលក់ដាច់ខ្លាំងណាស់អត់មានពេលស្ងោរទឹកប្រហុកអត់មានពេលធ្វើទឹកប្រហុកទេបងក៏បងពីម៉ែកុនបឺតទៅបានចាប់ពី10ឡើងទៅគឺព្រីសេវាដឹកជូនពុកម៉ែមុនគ្នាមកដល់ពី10គឺអត់ព្រីសេវាទេចាប់ពី10ចាប់ពី5គីឡូឡើងទៅគឺខាងខ្ញុំព្រីសេវាដឹកជូនតែម្ដងចង់កំងជាគីឡូក៏បានកំងជា10ក៏បានដែរមានលក់ទាំងអស់តែម្ដង10 70000 5គីឡូ80000បងចង់កំងមួយណាក៏បានដែរ